សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូទី1ដែលខ្ញុំបង្ហាញអំពីការព្យាបាលមុខស្នាមដៅពីកំណត់របស់ខ្ញុំខ្ញុំព្យាបាលរយៈពេល7ដងហើយស្មើនឹង7ខែហើយតែនេះគឺជាលើកទី1ដែលខ្ញុំបានធ្វើវីដេអូបង្ហាញពុកម៉ែបងប្អូនតោះអញ្ចឹងយើងទៅទស្សនាវីដេអូពេញទាំងអស់គ្នាកាត់ឥឡូវនេះយើងបានមកដល់ Clinic Dr. Boost ហើយទ្វារចូលបន្ទាប់ពីយើងចូលមកគឺយើងអីដែលយើងធ្វើមុនគេគឺយើងត្រូវដូរស្បែកជើងតែការដូរស្បែកជើងដូរហើយកុំភ្លេចចេញទៅវិញដូរផងប្រយ័ត្នច្រឡំដូចខ្ញុំហើយរឿងទី1ទៀតដែលយើងត្រូវធ្វើគឺយើងលាងមុខសម្អាតមុខដោយសាប៊ូឬក៏ហ្វូមលាងមុខដែលបានយើងយកទៅដើម្បីកម្ចាត់មេរោគឬក៏បាក់តេរីដែលយើងគេងមកយកពុះខ្ញុំបាទគេងពីបាត់ដំបងទៅដល់ភ្នំពេញព្រឹកអញ្ចឹងយើងត្រូវសម្អាតផ្ទៃមុខមុននឹងយើងទៅព្យាបាលផងដែរបន្ទាប់ពីយើងលាងមុខសម្អាតរួចយើងត្រូវទៅជួបអ្នកគ្រូបន្តទៀតដើម្បីឲ្យគាត់ជូតមុខនិងសម្អាតផ្ទៃមុខរបស់យើងកន្លែងដែលយើងព្យាបាលនឹងមួយតង់ទៀតបន្ទាប់ពីគាត់ជូតសម្អាតផ្ទៃមុខយើងរួចក៏ដល់មួយវគ្គទៀតគឺជាវគ្គថតរូបដើម្បីទុកជាផុសតាងទុកជាការកំណត់សម្គាល់តើយើងព្យាបាលរយៈពេលប្រហែលដងលើកទី1លើកទី2លើកទី3ហ្នឹងមានការប្រែប្រួលឬក៏មានការប្លែកផ្ទៃមុខរបស់យើងហ្នឹងប្រហែល%ដែរអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់ពីថតរូបរួចយើងមកដល់មួយវគ្គទៀតគឺវគ្គលាបថ្នាំស្ពឹកវគ្គលាបថ្នាំស្ពឹកនេះផងដែរយើងលាបដើម្បីកាត់បន្ថយការឈឺចាប់ប៉ុន្តែបញ្ជាក់ការព្យាបាលរបស់យើងគឺពុំសូវមានការឈឺចាប់ទេតែយ៉ាងណាមិញយើងនៅតែលាបថ្នាំស្ពឹកដើម្បីការពារកាត់បន្ថយការឈឺចាប់តិចតួចក្តីក្នុងអំឡុងពេលយើងលាបថ្នាំស្ពឹកយើងត្រូវរង់ចាំរយៈពេល30នាទីបានយើងដល់វគ្គព្យាបាលផ្ទៃមុខផងដែរអញ្ចឹងតោះទស្សនាទាំងអស់គ្នាក្នុងអំឡុងពេលរយៈពេលរង់ចាំ30នាទីក្នុងអំឡុងពេលរយៈពេលយើងរង់ចាំយើងអត់មានអីទេក្រៅពីថតជាវីដេអូទុកធ្វើជាវីដេអូថតផុសក្នុង TikTok ឬក៏ថតដើម្បីយើងទុកមើលផ្ទៃមុខខ្លួនឯងការព្យាបាលពីវគ្គទៅវគ្គយើងផ្លែកប៉ុណ្ណាដែរតោះអញ្ចឹងយើងមកឡើងមកដល់បន្ទប់ព្យាបាលក្នុងបន្ទប់ព្យាបាលយើងមកដល់ភ្លាមឃើញអ្នកគ្រូដ៏ស្រស់ស្អាតចំនួន2នាក់រង់ចាំក្នុងការព្យាបាលផ្ទៃមុខរបស់យើងមកដល់ភ្លាមគឺអ្នកគ្រូលាងសម្អាតជូតថ្នាំស្ពឹកចេញពីផ្ទៃមុខរបស់យើងបានអ្នកគ្រូគាត់ចាប់ដើមជូតផ្ទៃមុខសម្អាតហើយបានយើងដល់វគ្គព្យាបាលដកស្នាមដៅចេញពីផ្ទៃមុខអញ្ចឹងឥឡូវនេះយើងដល់វគ្គព្យាបាលហើយការព្យាបាលគឺពុំមានការជិះចាប់ទេដោយសារអ្នកគ្រូគាត់មានម៉ាស៊ីនទំនើបមានម៉ាស៊ីនផ្លុំខ្យល់ត្រជាក់ដើម្បីកាត់បន្ថយការជិះចាប់ដើម្បីកាត់បន្ថយការក្តៅនៅលើផ្ទៃមុខរបស់យើងហើយបន្ទាប់ពីការព្យាបាលរយៈពេល7ដងមុខរបស់ខ្ញុំឃើញថាប្លែកបានប្រហែលពី30ទៅ40%ហើយបើយើងធៀបពីផ្ទៃមុខរបស់យើងពីមុនអញ្ចឹងបងប្អូនឬក៏មិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលបានជួបខ្ញុំកុំភ្លេចជួយដាក់បន្ទុកផងហើយបន្ទាប់ពីយើងព្យាបាលហើយយើងត្រូវស្អំតកដើម្បីឲ្យកាត់បន្ថយការឈឺចាប់និងបត់ការក្តៅលើផ្ទៃមុខហើយក៏អរគុណអ្នកនរដែលបានតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ខ្ញុំនឹងថតវីដេអូជារៀងរាល់ខែនៅពេលដែលខ្ញុំឡើងទៅព្យាបាលហើយក្នុងមួយខែខ្ញុំទៅព្យាបាលម្ដងអញ្ចឹងកុំភ្លេចតាមដានអ្នកនរអរគុណច្រើន